បងប្រុសឲ្យតាបងទៅណាកូនស្រីរបស់របរដែលរើបានពីដីគឺខ្វក់វានឹងធ្វើឲ្យក្រពះរបស់ខ្ញុំឈឺខ្ញុំមិនបានលួចអ្វីទេទាំងនោះជាអ្វីដែលអ្នកដទៃមិនចង់បានខ្ញុំដឹងថាខ្ញុំមិនបន្ទោសអ្នកទេមកជាមួយខ្ញុំមកខ្ញុំនឹងទិញអ្វីក្តៅឲ្យអ្នកបងស្រីឲ្យភឹកភេសជ្ជៈក្តៅអង្គុយស្ងៀមហើយកុំធ្វើចលនាខ្ញុំនឹងធ្វើស៊ុបមីក្តៅមួយចានឲ្យអ្នកជាមួយស៊ុបស្នរ2គ្រាប់បងស្រីឲ្យជើងអូនត្រជាក់ណាស់ទុកឲ្យខ្ញុំកម្ដៅវាឲ្យអ្នកកុំខ្លាចការជិះចាប់អីញ៉ាំវាពេលវាក្តៅវាមិនមានក្លិនល្អទេនៅពេលវាត្រជាក់ញ៉ាំយឺតកុំថប់ដង្ហើមព្រោះនៅតែមានអាហារនៅក្នុងឆ្នាំងមីមួយចាននេះតម្លៃប៉ុន្មានបងប្រុសខ្ញុំមិនមានលុយដើម្បីបង់វាគេបាត់ទេតើអាហារមួយពេលមានតម្លៃប៉ុន្មានដរាបណាខ្ញុំពេញខ្ញុំជាក្មេងកំព្រាគ្មានឪពុកម្ដាយឬសាច់ញាតិណាមួយឡើយខ្ញុំបានចូលរៀននៅសាកលវិទ្យាល័យហើយប៉ុន្តែខ្ញុំមិនអាចសូម្បីតែចំណាយលើការធ្វើដំណើរមិននិយាយពីថ្លៃសិក្សាទេចំណាត់ថ្នាក់លេខ1ក្នុងខេត្តអ្នកគឺជាលេខ1នៅក្នុងខេត្តបងប្រុសជាលេខ1បងស្រីជាហៅហ៊ានដូច្នេះចុះបើអ្នកប្រឡងជាប់តើមានភាពខុសគ្នាយ៉ាងណារវាងការមិនអាចទៅបាននិងការមិនប្រឡងជាប់អ្នករងចាំហើយកុំទៅណាបងប្រុសតើខ្ញុំគួរធ្វើដូចម្តេចចំពោះជំងឺរបស់ខ្ញុំបងប្រុសខ្ញុំនឹងរកដំណោះស្រាយចំពោះជំងឺរបស់អ្នកបន្តិចម្ដងប៉ុន្តែនៅពេលដែលអ្នកខកខានឱកាសសិក្សាអ្នកនឹងមិនមានឱកាសម្ដងទៀតឡើយបងប្រុសខ្ញុំនឹងស្ដាប់អ្នកប្អូនស្រីរបស់ខ្ញុំត្រូវការវាច្រើនជាងខ្ញុំកំពុងធ្វើអ្វីនឹងបងប្រុសខ្ញុំមិនអាចយកលុយរបស់អ្នកបានទេនោះច្រើនពេកហើយប្អូនស្រីរបស់អ្នកនៅតែត្រូវទៅជួបគ្រូពេទ្យតើខ្ញុំអាចយកលុយរបស់អ្នកដោយរបៀបណាអ្នកណាថាខ្ញុំឲ្យវាទៅអ្នកនេះជាការវិនិយោគរបស់ខ្ញុំចំពោះអ្នកចំណាត់ថ្នាក់លេខ1ក្នុងខេត្តកិច្ចព្រមព្រៀងនេះគឺជាមធ្យោបាយដ៏ប្រាកដមួយដើម្បីរកលុយបានអ្នករកលុយបានច្រើននៅថ្ងៃអនាគតគ្រាន់តែសងខ្ញុំវិញជាមួយនឹងការប្រាក់បងស្រីឲ្យសូមទទួលយកផងបងប្រុសរក្សាពាក្យរបស់គាត់បងប្រុសតើបំណងប្រាថ្នាធំបំផុតរបស់បងក្នុងជីវិតនេះជាអ្វីអ្នកប្រាប់ខ្ញុំប្រសិនបើខ្ញុំអាចគិតអំពីមួយផ្សេងទៀតវាមានន័យថាទិញផ្ទះធំមួយហើយចាប់ផ្ដើមបង្កើតគ្រួសារមួយត្រូវប្រកាសថាទីងរស់នៅបានស្រួលបងប្រុសឲ្យចូលចាំអ្វីដែលអ្នកបាននិយាយនៅថ្ងៃនេះខ្ញុំចាំងឈានពិតជានឹងជួយអ្នកឲ្យសម្រេចបានរឿងនេះក្នុងជីវិតរបស់ខ្ញុំបងប្រុសឲ្យចាំខ្ញុំផងសិក្សាឲ្យបានខ្ជាប់ខ្ជួនកុំបារម្ភពីខ្ញុំទៅចុះបងស្រីរបស់ខ្ញុំប្រកាសជាអស្ចារ្យណាស់ជាប់លេខ1ទូទាំងខេត្តក្មេងស្រីម្នាក់នេះពិតជាអស្ចារ្យមែនហាតោះត្រឡប់ទៅវិញណាបងនេះគួរតែត្រជាក់សម្រាប់ចិត្តខ្ញុំអាចខ្ញុំនឹកអ្នកលោកចាងមកពីផ្លូវនេះ10ឆ្នាំលោកយ៉េងសូមអនុញ្ញាតឲ្យខ្ញុំទៅសួរខ្ញុំនឹងធ្វើវាដោយខ្លួនឯងអូភ្ញៀវកិត្តិយសមកតើអ្នកចង់ញ៉ាំនំប៉័ងចំហុយប្រភេទអ្វីចំហុយថ្មីក្តៅលោកគ្រូខ្ញុំអត់ញ៉ាំទេខ្ញុំចង់សួរថាលោកលីហ្វាងដែលធ្លាប់បើកហាងនៅទីនេះឥឡូវនេះនៅណាអ្នកកំពុងស្វែងរកឡាវលីតើអ្នកមានទំនាក់ទំនងអ្វីជាមួយលោកឡាវលីគាត់មិនដែលឃើញមិត្តភក្តិដ៏គួរឲ្យគោរពបែបនេះពីមុនមកទេគាត់គឺជាអ្នកឧបត្ថម្ភរបស់ខ្ញុំនៅទីនេះក្នុងហាងនេះគាត់បានឲ្យខ្ញុំញ៉ាំអាហារពេញលេញនិងលុយសម្រាប់រៀននៅមហាវិទ្យាល័យតើហាងនេះបញ្ចប់ដោយអ្នកផ្សេងដោយរបៀបណាអូយកុំនិយាយពីវាអីលីចាស់បានលក់ហាងរបស់គាត់កាលពី5ឆ្នាំមុនលក់ឲ្យខ្ញុំហើយប្អូនស្រីរបស់គាត់ឈ្មោះទីងតែងតែមានសុខភាពមិនល្អក្រោយមកគាត់ត្រូវការវះកាត់ធំមួយវាមិនអីទេក្នុងការនៅស្ងៀមថ្លៃវះកាត់200,000តើគាត់ទៅយកវាណៃណាជំរើសតែមួយគត់គឺលក់ហាង
ហាងនេះត្រូវបានឪពុករបស់គាត់ទុកឲ្យគាត់ភ្នែករបស់លោកតាលីឡើងក្រហមពេញមួយថ្ងៃពេលគាត់កំពុងលក់វាដូច្នេះតើគាត់យ៉ាងម៉េចឥឡូវនេះលីចាស់ឥឡូវនេះវាជារឿងដ៏គួរឲ្យភ័យខ្លាចមួយការដឹកជញ្ជូនទំនិញនៅផ្សារលក់ដុំនោះការយូរបាល់ទាំងនោះពេញមួយថ្ងៃអាចរកចំណូលបានប្រហែល100 យ៉ននៅយប់នោះខ្ញុំបានស្នាក់នៅក្នុងផ្ទះទ្រុឌទ្រោមមួយក្នុងភូមិជីក្រុងតូចនិងមានសំឡេងរំខានប្អូនស្រីរបស់គាត់ក៏បានចូលទៅទីនោះជាមួយគាត់ដែរអាសយដ្ឋានគឺនៅទីនេះខ្ញុំក៏បានសរសេរលេខទូរស័ព្ទរបស់អ្នកដែរទោះយ៉ាងណាក៏ដោយទូរស័ព្ទរបស់លោកអូនលេខជារឿយអស់អន្ទានអរគុណច្រើនថៅកែបានខកខានឱកាសអាជីវកម្មហើយបានផ្ដល់ជាវត្ថុអនុស្សាវរីយ៍តិចតួចជាការដឹងគុណអូទេហេតុអ្វីខ្ញុំគួរគិតថ្លៃសម្រាប់ការសរសេរអាសយដ្ឋានក្មេងស្រីនេះពិតជាយកចិត្តទុកដាក់ណាស់លីហ្វុងជឺអ្នករងចាំខ្ញុំសូមអភ័យទោសតើលោកអ្នកអាចប្រាប់ខ្ញុំបានទេថាអាសយដ្ឋាននេះនៅណាតើលោកតាលីដែលកំពុងដឹកជញ្ជូនទំនិញនៅតែធ្វើការនៅខាងក្នុងមែនទេក្រុមមនុស្សដែលដឹកស៊ីម៉ង់បានចូលទៅខាងក្នុងលោកចាងសូមបន្ថយល្បឿនហើយប្រយ័ត្នជំហានរបស់អ្នកបងប្រុសតើបងស្គាល់មនុស្សម្នាក់នេះទេបុរសដែលមាននាមត្រកូលលីកំពុងដឹកជញ្ជូនទំនិញមកទីនេះលីចាស់ឲ្យស្គាល់គាត់ផងស្បែកជើងលើឡានលេខ3កំពុងត្រូវបានដេញតាមនៅទីនោះហើយវាពិបាកណាស់អរគុណសម្រាប់អតីតកាលពេលវេលាគឺជាលំដាប់នៃខ្សែជីវិតរបស់យើងនៅក្នុងផ្ទះកញ្ចក់នេះរបស់អ្នកតែមួយគត់李峰哥，តើអ្នកកំពុងស្វែងរកអ្នកណាបងប្រុសគឺខ្ញុំឈ្មោះឈៀនបានរើសនំគ្រាប់ល្ងខ្វាក់ពីដីអ្នកគឺជាខៀងឈិនដែលបានចូលរៀននៅសាកលវិទ្យាល័យដ៏មានកិត្យានុភាពមួយប៉ុន្តែវាជាខ្ញុំបានត្រឡប់មករកអ្នកវិញអស្ចារ្យណាស់បំណុលបានធ្វើឲ្យខ្ញុំទទួលបានជោគជ័យអូទេខ្ញុំមកខ្វាក់ទាំងអស់កុំឲ្យសម្លៀកបំពាក់របស់អ្នកខ្វាក់បងប្រុសតើបងកំពុងដឹកស៊ីម៉ង់នៅទីនេះធ្វើអ្វីតើហាងរបស់អ្នកនៅណាហាងនេះត្រូវបានផ្ទេរហើយអាជីវកម្មត្រូវបានបិទខ្ញុំកំពុងធ្វើបានល្អនៅទីនេះអ្នកអាចរកចំណូលបានច្រើនក្នុងមួយថ្ងៃកុំកុហកខ្ញុំលោកចៅបានប្រាប់ខ្ញុំរួចហើយឲ្យលក់ហាងដើម្បីបង់ថ្លៃព្យាបាលរបស់ទីងមនុស្សម្នាក់បានមកទីនេះដើម្បីធ្វើពលកម្មដោយដៃតោះទៅកន្លែងខ្ញុំមួយរយៈកុំខ្វល់ថាវាជាកន្លែងតូចមួយ360បូក280បូកនឹងអ្វីដែលខ្ញុំជំពាក់ខែមុនវាមិនច្បាស់ទេថាលេខអ្វីមកបន្ទាប់ពីលេខ0នេះទេខៀងនេះពិតជាមិនអាចទទួលយកបានទេតើខ្ញុំអាចយករបស់ធំបែបនេះដោយរបៀបណាដែលគ្រាន់តែជាអ្នកដឹកជញ្ជូនបងប្រុសច្បងកាលពី10ឆ្នាំមុនពេលអ្នកឲ្យលុយសន្សំទាំងអស់មកខ្ញុំគ្មានលទ្ធភាពទិញបបរក្តៅមួយចានផងអ្នកបាននិយាយថាលុយគឺជាការវិនិយោគឥឡូវនេះខ្ញុំបានទទួលរង្វាន់ពីបងប្រុសលីហើយនេះជាបំណងប្រាថ្នាដែលលោកយ៉េងអ្នកគ្រប់គ្រងទូទៅរបស់យើងបានរៀបចំអស់រយៈពេល3ឆ្នាំពេញអ្វីដែលខ្ញុំបានធ្វើនៅពេលនោះគឺគ្រាន់តែផ្ដល់អាហារក្តៅប៉ុណ្ណោះវាពិតជាគ្រាន់តែជាអាហារក្តៅមួយមុខប៉ុណ្ណោះអាហារក្តៅនោះបានជួយសង្គ្រោះជីវិតខ្ញុំវាបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំទាំងមូលតើអ្នកណានៅក្នុងបន្ទប់បងប្រុសខ្ញុំបងស្រីទីងត្រឡប់មកវិញហើយខ្ញុំប្រកាសថាខ្ញុំអាចជួយអ្នកបានលើកនេះបងស្រីឈៀនខ្ញុំនឹកអ្នកខ្លាំងណាស់ហេតុអ្វីបានជាអ្នកមកយូរម្ល៉េះបងប្រុសច្បងចាប់ពីថ្ងៃនេះទៅយើងជាគ្រួសារតែមួយខ្ញុំនឹងមើលថែអ្នកនឹងទីងឲ្យបានល្អជំហាននីមួយនៃប្រតិបត្តិការ
ឆ្ពោះទៅមនុស្សដែលមានចិត្តសប្បុរសនឹងត្រូវបានពិភពលោកប្រព្រឹត្តដោយសុភាពរាបសារនៅទីបំផុតតើអ្នកយល់ស្របនឹងរឿងនេះទេប្រសិនបើវាជាអ្នកតើអ្នកនឹងជួយខ្ញុំនៅពេលនោះទេ